ស្ត្រីភេទទី3និងបរិសុទ្ធរតស៊ីម្នាក់បានបាត់ខ្លួនជិត10ថ្ងៃខណៈសមត្ថកិច្ចបើកការស្រាវជ្រាវរហូតឃើញសពកប់នៅក្នុងដីឡូមួយកន្លែងស្ថិតក្នុងខណ្ឌជ្រោយចង្វារជាក់ស្ដែងកាលពីវេលាម៉ោង 7 យប់ថ្ងៃទី1ខែមិថុនាឆ្នាំ 2026 នេះនៅចំណុចដីឡូមួយកន្លែងស្ថិតក្នុងមូលដ្ឋានសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញគេបានឃើញកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការស៊ើបអង្កេតនិងបើកប្រតិបត្តិការស្វែងរកសពនៅក្នុងដីឡូនោះសូមរំលឹកថាយោងតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយនឹងជនរងគ្រោះភេទទី3ដែលបានបាត់ខ្លួនបានឲ្យដឹងថាកាលពីថ្ងៃទី23ខែឧសភាឆ្នាំ 2026 ស្ត្រីភេទទី3បានប្រាប់កូនរបស់ខ្លួនដែលជាអ្នកស្គាល់គ្នាថាគាត់ចេញទៅជួបភ្ញៀវចិនរួចក៏បានខលហៅតាក់ស៊ីដែលជាបរិសុទ្ធរងគ្រោះទី2មកទទួលរួចធ្វើដំណើរទៅបាត់លុះដល់ថ្ងៃទី24ខែឧសភាឆ្នាំ 2026 បន្ទាប់ពីបាត់ខ្លួនអស់មួយថ្ងៃហើយកូនតាក់ទងមិនចូលទៀតក៏កើតក្តីបារម្ភទើបកូនបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងស្វែងរកស្ត្រីភេទទី3ម្នាក់នោះរហូតដល់ថ្ងៃទី25ខែឧសភាឆ្នាំ 2026 សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថាគេប្រទះឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿងដែលមានភិនភាគដោយពាក្យបណ្ដឹងដែលក្រុមកូនស្ត្រីភេទទី3ខាងលើរៀបរាប់បន្ទាប់ពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅយករថយន្តនោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីបើកការស្រាវជ្រាវបន្តលុះមកដល់រសៀលថ្ងៃទី1ខែមិថុនាឆ្នាំ 2026 កម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបើកការស្រាវជ្រាវស៊ើបអង្កេតយ៉ាងស្វិតស្វាញឈានដល់ការឃាត់ខ្លួនជនបរទេសម្នាក់ចិនជាជនសង្ស័យបន្ទាប់ពីសាកសួរនាំរួចជនសង្ស័យបានសារភាពរៀបរាប់សាច់រឿងទាំងអស់ទៅកាន់សមត្ថកិច្ចទើបសមត្ថកិច្ចសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារចុះទៅកាន់ដីឡូមួយកន្លែងស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារក្នុងយប់ថ្ងៃទី1ខែមិថុនាឆ្នាំ 2026 នេះភ្លាមតែម្ដងប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាសមត្ថកិច្ចបានប្រើប្រាស់គ្រឿងចាក់ Excavator ជីកកាយលូដែលមានចាក់សាបដោយបេតុងនៅក្នុងដីឡូខាងលើទើបឃើញសពមនុស្ស2នាក់ដោយម្នាក់ជាស្ត្រីភេទទី3ដែលបានបាត់ខ្លួននោះនិងសពបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ីពលរដ្ឋនៅកន្លែងកើតហេតុបានសន្និដ្ឋានថាជនសង្ស័យអាចធ្វើទារុណកម្មហើយសម្លាប់ស្ត្រីភេទទី3រួចហៅតាក់ស៊ីដដែលមកទទួលបន្ទាប់មកធ្វើសកម្មភាពសម្លាប់តាក់ស៊ីនោះបន្ថែមទៀតទើបដឹកសពជនរងគ្រោះទាំង2នាក់នោះយកទៅកាន់ដីឡូខាងលើហើយញាត់ចូលលូចាក់បេតុងដើម្បីបំបិតភ័ស្តុតាងព្រមទាំងយករថយន្តនោះទៅប្លង់ចោលនៅព្រែកឯងដើម្បីពង្រាយដានសមត្ថកិច្ចប៉ុន្តែត្រូវបែកការដោយសារពាក្យបណ្ដឹងបាត់ខ្លួនទៅវិញបន្ទាប់ពីជីកកាយលូនោះរួចគេឃើញសាច់ញាតិសពនិងមន្ត្រីជំនាញផ្នែកកសោវិច័យចុះទៅកាន់ដីឡូខាងលើធ្វើការត្រួតពិនិត្យសពទាំងនោះក្រោយពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ចំណែកសពជនរងគ្រោះទាំង2នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញប្រកល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី